ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺចេញវីដេអូមករៀងប្លែកតិចទេដោយសារតែខ្ញុំអត់បានថតវីដេអូនៅចកាទេរាល់ដងខ្ញុំថតវីដេអូនៅចកានៅផ្ទះក្រោយផ្ទះតំណាំអីចឹងទៅតែថ្ងៃនេះគឺអត់បានថតទេដោយសារតែខ្ញុំជប់លពលឡើងមករៀនតនៅសាកលវិទ្យាល័យអញ្ចឹងទៅគឺអត់បានថតទេលុះត្រាតែនៅផ្ទះបានថតហើយនេះខ្ញុំទៅណេពីរៀនទៅខ្ញុំក៏មកដើរលេងនៅមិនដើរលេងមកញ៉ាំអីនៅភូមិមិនជើងវែងសាយរៀននៅនោះទេទៅដើរលេងមកនៅភូមិមិនមកទិញតែបេតងមកទិញអីយ៉ាងហើយខ្ញុំមកអង្គុយនៅកន្លែងទឹកធំមកកន្លែងមានទឹកច្រើនហ្នឹងតលមកកន្លែងផ្ញើម៉ូតូហ្នឹងគឺមកអង្គុយតែឯងទៅពួកអី relax stress ខ្លះចឹងទៅហើយតែមកអង្គុយហ្នឹងគឺអង្គុយបែបស្ដាប់បទចម្រៀងតែអត់ដឹងបទអីខ្ជិលដឹងអត់ហនអត់ឃើញនឹងបទអីពេលហ្នឹងនឹងស្ដាប់បទអីហនអត់ឃើញហ្មងណាហើយខ្ញុំអង្គុយហ្នឹងគឺតាមពិតទៅខ្ញុំមិនហ៊ាននៅហ្នឹងទេខ្ញុំបញ្ជាក់ចឹងគឺខ្ញុំហ៊ាននៅស្លាបផ្សេងតែខ្ញុំចង់មកដើរស្គាល់សាលាគេចឹងណាពួកអីលើល្បីថាភូមិមិនលក់របស់ឆ្ងាញ់ឆ្ងាញ់អញ្ចឹងទៅហើយក៏មកតែងដោយសារតែខ្ញុំមិនមែនទៅភូមិមិនលើកទី1ណាទៅមុននឹងទៀតតែខ្ញុំមិនដែលបានថតទេហើយនេះគាត់បានផ្លាត់ខ្ញុំដើរទៅកន្លែងសួនច្បារម្ដងកន្លែងគេចិញ្ចឹមទុនសាយហើយនឹងដាំបន្លែអីចឹងទៅបងប្អូនហើយនេះគឺជាទុនសាយហ្នឹងស្អាតហើយខ្ញុំគ្រាន់តែឃើញខ្ញុំចាប់យកមកចំនៅផ្ទះហ្មងជិះប្រាប់ពណ៌សហ្មងខ្ញុំទៅសាយស្អាតថាពណ៌សនេះស្អាតតែថែមគ្រាន់ថាគ្នាឲ្យតិចតិចអាណិតដែរហើយខ្ញុំក៏ធ្លាប់ឃើញសាយបងប្អូនគាត់ចាំអីយ៉ាងណាតែខ្ញុំបើឲ្យចាំហ្មងហ៊ានទេតែបើថាអត់មកមើលចឹងហ៊ានតែបើឲ្យឆ្លាញ់តែបើឲ្យចាំអត់ទេអត់ហ៊ានចាំទេហើយនេះអាទុនសាយពណ៌ខ្មៅសហ្នឹងស្អាតហើយនេះដើមម្នងខ្លះបងប្អូនស្គាល់ដើមម្នងអីយ៉ាងច្រឡំអានងណងហើយនេះដើមពេញប៉ោះផ្កាពេញប៉ោះអីហ្នឹងក៏ខ្ញុំធ្លាប់ដាំដែរនៅខាងស្រុកខ្ញុំអញ្ចឹងទៅខ្ញុំធ្លាប់ដាំនៅក្រោយតែអីចឹងណាហើយនេះដើមដូចជាដើមពពាយដឹងហើយដូចជាពពាយហើយនេះខ្ញុំជិះតែថតទៅឲ្យតែមានវីដេអូកាត់ផុសអីចឹងហើយនេះគឺខ្ញុំបានត្រឡប់មកផ្ទះវិញហើយដោយសារតែខ្ញុំត្រូវបញ្ញាផ្ទះវិញខ្ញុំខ្លាចស្ទះឡានស្ទះម៉ូតូអញ្ចឹងទៅក៏មកវិញផាយជាម៉ោង4ដល់ខ្ញុំទៅផាយជា1ម៉ោងអីហ្នឹងទៅគួយលេងហើយក៏ប៉ុណ្ណឹងជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀត បាយបាយ 'Cause it's time for me to lose in my life. I found only time will